ខ្មែរយើងអត់មានសម្រេចទេតែទៅសុំទានគេគឺដាច់ពោះឲ្យបានទៅសុំទានគឺអញ្ចឹងហ្មងកាលពីមុនយើងធ្លាប់ឮដែរថានៅភូមិណានោះវាតាមពិតបើតាមខ្ញុំដឹងថាវាគ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រមួយដើម្បីជួយការពារអ្នកដែលដើរសុំទានគេທາງទម្លាប់ភូមិហ្នឹងណាបើសិនជាមិនទៅសុំទានគេទេគឺបកាច់ឬក៏បក្រីវកាច់ឬក៏អារៈជន់ឬក៏អឺខុសគ្រូខុសទំនឹបអីលាក់នឹងលាក់ទាល់តែបានដើរចេញសុំទានគេទៅបានរស់នៅមានសេចក្តីសុខអានេះគឺជាចិត្តសាស្ត្រមួយដើម្បីជួយការពារកុំឲ្យមើលឃើញអ្នកភូមិហ្នឹងថាចូលចិត្តសុំទានតាមពិតមិនមែនអញ្ចឹងទេបងប្អូនខ្ញុំយល់ថានេះគឺគ្រាន់តែជាការបិទបាំងការសុំទានកុំឲ្យវាអាក្រក់ពេកទេក៏ប៉ុន្តែបើមនុស្សទាល់ហើយបើអត់ទៅសុំទានតើបានស្អីហូបអញ្ចឹងយើងនិយាយចឹងទៅដើម្បីបន្ធូរបន្ទុករដ្ឋាភិបាលបន្ធូរបន្ទុកអ្នកភូមិបន្ធូរបន្ទុកអ្នកស្រុកកុំឲ្យគិតថាអូអ្នកខេត្តនេះឃើញតែសុំទានអូអ្នកស្រុកនេះឃើញតែសុំទានដូចអត់មានរីកចម្រើនអីសោះវាបាក់មុខមន្ត្រីរាជការដែលគេទៅគ្រប់គ្រងនៅស្រុកភូមិជាពិសេសគណៈបកប្រជាជនកម្ពុជាអញ្ចឹងទៅបង្កើតឲ្យមានទៅជារឿងអបិយជំនឿដើម្បីប្រាប់ថាអូភូមិគេហ្នឹងតើតសុំទានបានមានសេចក្តីសុខដែលមានដែរនៅលើលោកនេះសុំទានបានមានសេចក្តីសុខបើអត់សុំទានគឺអត់ក្តៅកាហាយឬក៏កើតជំងឺកលយុគចាញ់តែបោកគ្នាមកយោវាអត់មានរឿងអីទៅសុំទានបានសេចក្តីសុខឯជាការពិតអាគេឲ្យទានហ្នឹងយើងសុខមែនហើយប៉ុន្តែបើប្រជាពលរដ្ឋហ្នឹងគាត់មានបាយហូបគ្រប់គ្រាន់គាត់មានលំនៅឋានស្នាក់នៅគ្រប់គ្រាន់គាត់មានការយកចិត្តពីអាជ្ញាធររដ្ឋគ្រប់គ្រាន់គ្មានអ្នកណាចេញមកសុំទានទេផ្ទុយទៅវិញបើនៅអាមេរិកនេះគឺគេជ្រើសរើសអញ្ចឹងហ្មងទៅសម្ភាសគាត់ថាឥឡូវគេមានផ្ទះមួយគេមានអីគេឲ្យយើងទៅនៅក្នុងផ្ទះត្រឹមត្រូវទៅនៅអត់ទេចង់នៅតាមផ្លូវអញ្ចឹងសុបាយមើលមួយឆ្នាំពីរទៀតសិននេះវាទៅជាអញ្ចេះទៅវិញហើយទៅមាន30%ដែរដែលប្រើប្រាស់គ្រឿងញៀនឬក៏មានវិបត្តិផ្លូវចិត្តឬក៏ហិង្សានៅក្នុងគ្រួសារអញ្ចឹងគឺវាមានសពរសជាតិអញ្ចឹងហើយកុំទៅឃើញហើយថាអេទៅចេះប្រៀបធៀបថាខ្មែរលំបាកអីនៅអាមេរិកហ្នឹងក៏មានអ្នកសុំទានក៏មានអ្នកនៅតាមផ្លូវនៅស្រុកយៈណាក៏មានដែរក៏ប៉ុន្តែកុំទៅយកដើមឈើមួយដើមពីរធ្វើជាព្រៃអញ្ចឹងប្រជាប្រដ្ឋគេរស់នៅសុខដុមរមនាណាតែយើងទៅមើលតែមួយជ្រុងតែយើងអត់ប្រឹងកែប្រព័ន្ធយើងឯងមកមើលអាឃើញគេអាលួយបន្តិចហ្នឹងតាំងយកមកដាក់ក្បែរគ្នាយើងអាលួយដែរតែគេអាលួយដែរអញ្ចឹងយើងនាំគ្នានិយាយទៅនៅពេលផ្ទះយើងស្អុយផ្ទះយើងក៏គ្រុកសុទ្ធតែគម្រងយើងអត់សម្អាតទេយើងទៅយកដាក់ចិត្តផ្ទះគេដែលស្អុយលលួយអញ្ចឹងដាក់ចិត្តគ្នាឲ្យធំក្លិនប្រហើស្អុយដូចគ្នាអញ្ចឹងវិញចុះអត់ព្រមសម្អាតទេអញ្ចឹងយើងទៅរើសអាលលួយនឹងមកធ្វើអីបើសិនជានឹងជារឿងអវជ័យទេអត់ព្រមទៅរកឋានសួគ៌ឋានសុខអីគេសោះអញ្ចេះឥឡូវយើងមើលវិស័យសុខាភិបាលអប់រំសេដ្ឋកិច្ចសពបែបយ៉ាងគឺគេជួយប្រជាពលរដ្ឋរដ្ឋចពាក់គេប្រមាណក៏ចពាក់ប៉ុន្តែបងប្អូនត្រូវចាំណាកម្ពុជាចពាក់គេប៉ុណ្ណាក៏ដោយគឺអាមេរិកចពាក់លើសកម្ពុជា100ដង1000ដងឬក៏សូម្បីតែ1លានដងក៏ដោយលើសពីការចពាក់ស្រុកខ្មែរនេះណាក៏អាមេរិកគេមានលទ្ធភាពសងដូចខ្ញុំនិយាយចឹងចពាក់គេប្រមាណ trillion ហ្នឹងណាបូមតាប្រេងលក់តា3ខែទេសងអស់ហើយអាមេរិកអត់បូមធនធានធម្មជាតិគេមានច្រើនណាគេមិនបំផ្លាញទេចុះខ្មែរយើងឥឡូវ13,000លានដុល្លារហ្នឹងយកស្អីមកសងយកស្អីមកសងយកស្អីមកសងគេឥឡូវមើលសួរមើលយកស្អីមកសងគេរ៉ែខ្ទេចខ្ទីអស់ព្រៃឈើម៉ត់អស់ធនធានធម្មជាតិបំផ្លាញចែកគ្នាអស់យកស្អីមកសងគេវាអត់ហើយទៅប្រាក់ដែលយើងយកទៅសងជីវភាពដែលយើងសងគេនឹងវាអត់ទៅទៀតយើងតារ6យើងចាយ10ចពាក់គេសងគេ30ឆ្នាំអត់ផុតអាមេរិកចពាក់គេនេះសងតែ3ខែទេឲ្យតែបូមប្រេងសងតែអាមេរិកមិនចាំបាច់ធ្វើអីព្រោះចពាក់រាប់សិបឆ្នាំប្រជាពលរដ្ឋគេនៅតែធូរធារប្រព័ន្ធដឹកនាំរដ្ឋយោធាគេនៅមានលុយរាប់ trillion ចែកនៅក្នុងវិស័យដែលចពាក់គេនឹងហើយដាក់លុយចូលវិស័យអប់រំវិស័យទ័ពវិស័យសុខាភិបាលវិស័យសុខុមាលភាពសង្គមគេនៅតែដាក់លុយបានរាប់ trillion ដុល្លារមួយឆ្នាំដើម្បីជួយឲ្យប្រជាពលរដ្ឋធូរយើងចពាក់គេឃើញតែថយទ័ពក៏យើងចាប់វិស័យអប់រំក៏យើងចាប់វិស័យកសិកម្មក៏យើងចាប់រហូតហើយទៅយើងមកចង់ប្រៀបធៀបជាមួយអាមេរិកខ្ញុំអត់យល់
ចាំបានថាអស់លោកកុំនាំអាតណាកុំចាប់ផ្ដើមផ្ចាញ់ផ្ចាលមុងណារ៉េតរឿងនេះអីទៅមិនដល់ទេគីឡូស្រាលណាហើយខ្ញុំអត់ត្រូវការគីឡូអស់លោកមកប្រកួតប្រជែងអីជាមួយខ្ញុំទេខ្ញុំអត់ចង់បានការឈ្នះជាមួយនឹងជនពីលបាក់បាតផ្សារស្អីទេជាមួយខ្ញុំណាបើជាបញ្ញវន្តជាបណ្ឌិតជាកវីជាអ្នកចេះដឹងឬក៏ជាអ្នករៀនសូត្រឲ្យយល់សុជីវធម៌តាន់បន្តិចគឺខ្ញុំគោរពសំពះខ្ញុំឲ្យតម្លៃណាស់ប៉ុន្តែទោះអ្នកមានបណ្ឌិតឬរៀនចប់សាលាអីក៏ដោយតែបើកមាត់មកជេរមរាយជេរបន្តិចមើងងាយផ្ដាសាគឺអ្នកថោកទាបណាស់មិនស្មើនឹងរោមជើងរបស់ខ្ញុំទេខ្ញុំសុំទោសទម្លាក់តម្លៃរបស់អស់លោកទាបបន្តិចចោះប៉ុន្តែថោកពេកយើងទម្លាក់តម្លៃខ្លួនឯងយកមកជជែកគ្នាអត់បានយើងជជែកលើតុយ៉ាងម៉េចទៅបើអ្នកដែលមកហ្នឹងផឹកស្រាសវឹងខួបជេរបច្ចោគ្នាហើយយើងយកមកនិយាយពីរឿងធម៌អាសិលទៀនពីរឿងបប្រតិបត្តិធម៌វាទៅអត់រួចដូចអញ្ចឹងហើយបានខ្ញុំអត់ចង់និយាយទៅរឿងនេះនិយាយមែនតើខ្ញុំអស់ដុំថ្មចោលឆ្កែប៉ុន្តែកន្លែងខ្លះចង់អប់រំដាស់តឿនក្រានរំលឹកឲ្យប្រជាពលរដ្ឋយល់អំពីថាស្រុកគេដើរដល់ណាស្រុកខ្មែរនៅត្រឹមណាហើយកុំឲ្យចាញ់អនយោបាយប្រជាពិធដ្ឋបាយ3ពេលរបស់ពួកគាត់ហ្នឹងឥឡូវខ្ញុំបិទវងកញ្ចក់ហ្នឹងនិយាយពីរឿង ICC វិញបងប្អូនម្ដងទៀត ICC អ្នកណាក៏ប្តឹងបានហើយនៅពេលដែលប្តឹងបាននេះគឺនីតិវិធីតុលាការគេគឺខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងតាមពិតបើរដ្ឋាភិបាលកម្ពុជាដាក់ប្តឹងណាមិនបានឲ្យដងដាវទៅគណៈបកប្រឆាំងទេព្រោះគណៈបកប្រឆាំងបានដងដាវពីគណៈបកប្រជាជនកម្ពុជាព្រោះខ្លួនអត់ប្តឹងហើយគ្នាណាអស្ចារ្យខ្ញុំសូមសរសើរដល់រដ្ឋាភិបាលក្រៅប្រទេសនេះគាត់ប្រើអាចសង្គ្រាមចិត្តសាស្ត្រមួយដែលមិនត្រឹមតែមិនប្តឹងទេដំបូងអត់ទាន់ប្តឹងទេលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងឲ្យអង្វរឲ្យប្តឹងទៀតឲ្យសំពះឲ្យប្តឹងទៀតដល់ទៅពេលខាងនោះអត់ប្តឹងខាងនេះដាក់ប្តឹងឲ្យចាំមើលខាងនោះរករឿងប្រជាពលរដ្ឋនឹងឃើញអ្នកណាខូចហើយឥឡូវគាត់ប្តឹងឥឡូវគេយកពាក្យហ្នឹងទៅពិចារណាតោះចោះនីតិវិធីបន្ទាប់ទៅធ្វើអីទៀតខែដែលគេយកគាត់ទៅកោះហៅហ្នឹងគឺអាចនឹងចុងខែសីហាដូច្នេះនៅសល់ពេល2ខែទៀតដើម្បីគាត់ត្រៀមអញ្ចឹងនីតិវិធីរបស់តុលាការព្រំដែនអន្តរជាតិគឺអ្នកណាដាក់ប្តឹងក៏បានដែរក៏ប៉ុន្តែខ្ញុំយល់ថាចោះហេតុអីគេមិនហៅលោកមូនពេជ្រទៅដែលគាត់មានស្នាមមេដៃ100,000នាក់ដែរប្រហែលអាចមកពីទម្ងន់នៃការដែលដាក់ពីរដ្ឋាភិបាលក្រៅប្រទេស$23ហើយមានមេធាវីអន្តរជាតិដូចជាលោក Richard Rogers ដែលជាមេធាវីការពារក្តីធ្លាប់ធ្វើជាប្រធានក្រុមមេធាវីការពារជនរងគ្រោះនៅឯសាលាក្តីខ្មែរក្រហមផងខ្ញុំធ្លាប់ធ្វើការជាមួយលោក Richard Rogers រាប់ឆ្នាំគឺជាមនុស្សដែលមានជំនាញជីវៈត្រឹមត្រូវជាជនជាតិអង់គ្លេសគាត់និងខ្ញុំគឺជាមិត្តភក្តិរាប់អានគ្នាធម្មតាហើយខ្ញុំហៅគាត់សម្ភាសម៉ោងណាក៏បានដែរហើយខ្ញុំនឹងលៃលោករកពេលដើម្បីសម្ភាសគាត់បន្ថែមរឿងនេះប៉ុន្តែមិនចាំបាច់សម្ភាសលោក Richard Roger អីទេបងប្អូនមើលទៅខ្ញុំបានសម្ភាសគាត់កាលពីខែមីនាដើមខែមីនាដែលខ្ញុំចាក់ផ្សាយពីបទសម្ភាសនោះបងប្អូនទៅអានទៅស្ដាប់ទៅនៅក្នុងការផ្សាយរបស់ YouTube របស់ខ្ញុំហ្នឹងបងប្អូននឹងឃើញវាយតែពាក្យនៅក្នុង Google ហ្នឹងដាក់ Richard Rogers ហើយដាក់ឈ្មោះមួងណារ៉េតនៅក្នុងហ្នឹងទៅគឺចេញវីដេអូគាត់មកហើយឥឡូវនេះគឺនិយាយអំពីប្តឹងទៅតុលាការព្រំដែនអន្តរជាតិឥឡូវគេកោះហៅអ្នកដាក់ពាក្យប្តឹងហ្នឹងទៅតើវាបានប្រយោជន៍អីតើវាអាចទៅមុខកើតរួចដែរទេបងប្អូនការដែលគេកោះហៅនរណាម្នាក់នៅក្នុងការដាក់ពាក្យបណ្ដឹងគឺជាជោគជ័យធំមួយហើយប៉ុន្តែសួរថាតើបណ្ដឹងហ្នឹងវានឹងចេញជាផ្លែផ្កាយ៉ាងណាវាមានកត្តាច្រើនណាស់ក៏ប៉ុន្តែកត្តាដែលជោគជ័យគឺបានន័យថាគេហៅព្រោះបណ្ដឹងច្រើនណាស់ដែលគេអត់ហៅតែបណ្ដឹងដែលគេហៅបែបនេះគឺជាជោគជ័យបងប្អូនត្រូវចាំថាលោក Richard Rogers ក៏ធ្លាប់ដាក់ពាក្យប្តឹងរដ្ឋាភិបាលកម្ពុជាតាក់ទងនឹងរឿងរំលោភដីធ្លីទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះដែរណាអត់ទាន់មាននរណាហៅគាត់ទេ10ឆ្នាំហើយរឿងលោកបណ្ឌិតកែមលីក៏គាត់ដាក់ពាក្យប្តឹងដែរដូច្នេះឥឡូវនេះស្រាហេតុអីបានជារដ្ឋាភិបាលក្រៅប្រទេសដែលលោក Richard Rogers ដែលជាតំណាងហើយស្រាប់តែដាក់ពាក្យប្តឹងទៅស្រាប់តែតុលាការនេះហៅបានន័យថាគេមានទម្ងន់ឬក៏គេហៅថាភ័ស្តុតាងមួយក្រឡេកភ្នែក prima facie evidence ភ័ស្តុតាងដែលមួយផ្លែតមួយបឋមហ្នឹងគឺគេអាចចាត់ទុកថារឿងនេះគឺថៃអាចឈ្លានពានកម្ពុជាពិតមែនហើយបើគេមើលមកព្រោះអត់ឃើញកម្ពុជាប្តឹង
ប៉ុន្តែឥឡូវនេះដោយសារតែមានខ្មែរក្រៅប្រទេសហើយក្នុងយន្តការក្របខ័ណ្ឌរដ្ឋាភិបាលមួយអ្នកណាទទួលស្គាល់មិនទទួលស្គាល់មិនខ្វល់ទេសំខាន់គឺរដ្ឋាភិបាលក្រៅប្រទេសនេះគាត់មានទម្ងន់ទឹកមាត់ប្រៃមួយត្រង់ថាអឺដាក់រឿងទៅវាត្រូវនឹងអ្វីដែលថៃកំពុងឆ្លៀនពៀនតែរដ្ឋាភិបាលកម្ពុជាខ្លួនឯងដែលជាជនរងគ្រោះអត់ព្រមដាក់ពាក្យប្តឹងអានេះហើយដែលខ្ញុំគិតថាជាចំណុចចាប់ផ្ដើមដ៏ល្អមួយតើគាត់ប្តឹងរឿងអីបងប្អូនប្រហែលជាសួរតើរដ្ឋាភិបាលក្រៅប្រទេសនេះប្តឹងតុលាការព្រំដែនអន្តរជាតិប្តឹងទៅតុលាការព្រំដែនអន្តរជាតិប្តឹងថៃនឹងប្តឹងរឿងអីបើបងប្អូនទៅមើលបណ្ដឹងរបស់គាត់កាលពីខែកុម្ភៈបាទបណ្ដឹងរបស់គាត់កាលពីខែកុម្ភៈហ្នឹងគឺរដ្ឋាភិបាលក្រៅប្រទេសនេះដាក់ប្តឹងថៃពីបទឈ្លានពានដែនអធិបតេយ្យកម្ពុជាអក្រិតកម្មសង្គ្រាមនិងអក្រិតកម្មប្រឆាំងមនុស្សជាតិអក្រិតកម្មសង្គ្រាមនឹងការទម្លាក់គ្រាប់បែកចង្កោមការទម្លាក់គ្រាប់បែកផ្សេងចូលក្នុងដែនអធិបតេយ្យកម្ពុជាសម្រាប់ទាហានខ្មែរសម្រាប់ប្រជាពលរដ្ឋខូចខាតសម្ភារៈហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាក៏ប៉ុន្តែរដ្ឋាភិបាលក្រៅប្រទេសនេះក៏ដាក់ប្តឹងទៅតុលាការព្រំដែនអន្តរជាតិឲ្យរករឿងរដ្ឋាភិបាលកម្ពុជានឹងនៅក្នុងការដែលមិនការពារជនឆបោកអនឡាញដែលជាជនរងគ្រោះនៃអំពើឆបោកអនឡាញនៅពេលដែលថៃទម្លាក់គ្រាប់នៅក្នុងស្រុកខ្មែរទៅលើអាគារកាស៊ីណូអាគារអីហ្នឹងគឺរដ្ឋាភិបាលកម្ពុជាមិនបានជន្លៀសប្រជាពលរដ្ឋដែលជាជនឆបោកអនឡាញចេញពីអាគារនោះឲ្យបានទាន់ពេលវេលាទេដែលរដ្ឋាភិបាលនេះចាត់ទុកថាជាការដូចជាយកជាខែលជាអីទុកឲ្យប្រជាពលរដ្ឋស្លាប់នៅក្នុងហ្នឹងអីចឹងនេះក៏ជាអក្រិតកម្មមួយដែរប៉ុន្តែខ្ញុំជឿថារឿងឆបោកអនឡាញគឺជារឿងមួយបន្តបន្សំទេរឿងដែលចោតរដ្ឋាភិបាលថៃនេះបានជារឿងធំមែនតើព្រោះអីជារឿងរំលោភរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិរំលោភសិទ្ធិមនុស្សអង្គការសហប្រជាជាតិលក្ខនឹងលក្ខដូច្នេះរឿងនេះខ្ញុំជឿថាអាចនឹងមានកម្រិតនៅក្នុងការយកទៅប្តឹងផ្ដាល់ឬក៏ចោតប្រកាន់ដល់កម្រិតមួយដល់ការតតាំងក្តីគ្នាក្នុងតុលាការក៏ថាបាននេះជាភ័ព្វវាសនាកម្ពុជាប្រជាប្រដ្ឋ18លានអ្នកទេដែលរដ្ឋាភិបាលកម្ពុជាមិនដាក់ប្តឹងថៃហើយខ្ញុំបានចិត្តតែលើកទឹកចិត្តរាល់ថ្ងៃដែរថារដ្ឋាភិបាលកម្ពុជាដាក់ប្តឹងទៅដោយសារតែបើប្តឹងថៃបើយើងឈ្នះករណីថៃទៅតុលាការព្រំដែនអន្តរជាតិនេះគឺយើងឈ្នះថៃទៅតុលាការយុត្តិធម៌អន្តរជាតិទៀតហើយចាំខ្ញុំប្រាប់ពីរឿងតុលាការយុត្តិធម៌អន្តរជាតិនេះក៏ប៉ុន្តែឥឡូវខ្ញុំបញ្ចប់រឿងនេះគឺខ្ញុំនៅចាំច្បាស់ថារដ្ឋាភិបាលក្រៅប្រទេសនេះក៏ដាក់ពាក្យប្តឹងកាលពីអំឡុងខែកុម្ភៈដូច្នេះវា4ខែហើយនៅក្នុងអំឡុងឆ្នាំចុងឆ្នាំហ្នឹងរដ្ឋាភិបាលក្រៅប្រទេសនេះក៏បើកបង្កើតឲ្យមានជាគណៈកម្មការចំពោះកិច្ចមួយទៀតទទួលបន្ទុករៀបចំបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិមួយទៀតអារឿងប្តឹងទៅ ICC នឹងមានហើយប៉ុន្តែគាត់បានបង្កើតគណៈកម្មការចំពោះកិច្ចមួយកាលពីចុងឆ្នាំ2025ហ្នឹងគឺដែលមានលោកកឹមសុខប្រធានយុទ្ធសាស្ត្រមានលោកស្រីថិតកំហ៊ុនមានលោកអ៊ុំសំអានមានអីហោហែហ្នឹងជាអ្នកនៅក្នុងគណៈកម្មការចំពោះកិច្ចដើម្បីរៀបចំបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិតើបណ្ដឹងនេះដាក់បាននៅពេលណាអាចដាក់កើតដែរឬទេឥឡូវខ្ញុំបញ្យល់រឿងនេះបន្តិចទៀតថ្ងៃនេះខ្ញុំឃើញលោកអ៊ុំសំអានតាមពិតយប់មិញតាមពិតវាត្រូវភ្លឺឯងព្រោះលោកអ៊ុំសំអានមកយប់ទៅភ្លឺក៏អត់បានសម្រានទេគាត់នៅអង្គុយធ្វើ live show ហើយខ្ញុំទើបតែមើល live show គាត់ម៉ោងប្រហែលជា 3-4 ម៉ោងមុនហ្នឹងបានន័យថាគាត់ធ្វើ live show ម៉ោង3រំលងអាត្រៀតចិត្តភ្លឺហើយនៅស្រុកនៅ Arizona រដ្ឋដែលគាត់រស់នៅ Arizona 2ម៉ោងមុនឡុងបិចដូច្នេះបានន័យថាគាត់អត់បានសម្រានទេហើយគាត់ធ្វើព័ត៌មាននេះគាត់ថាគាត់រំភើបខ្លាំងដែលថានឹងមានឱកាសបានទៅបំភ្លឺនៅតុលាការយុត្តិធម៌អន្តរជាតិព្រំដែនអន្តរជាតិនេះក្នុងនាមឲ្យរដ្ឋាភិបាលក្រៅប្រទេសផងនិងប្រជាពលរដ្ឋទាំង18លាននាក់អ្វីដែលគាត់ប្រាប់មកក៏ថាជំហានបន្តទៀតគឺតកតងនឹងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិមួយទៀតខ្ញុំចង់និយាយពីរឿងយុត្តិធម៌អន្តរជាតិនឹងបន្តិចតុលាការយុត្តិធម៌អន្តរជាតិនេះគឺមានលក្ខខណ្ឌរៀងច្រើនជាងតុលាការព្រំដែនអន្តរជាតិបន្តិចថងថាលក្ខខណ្ឌទី1ដែលមិនអាចប្រជាពលរដ្ឋទូទៅដាក់បានដូច ICC ទេគឺទាល់តែរដ្ឋាភិបាលបានដាក់បានរដ្ឋាភិបាលហ្នឹងគឺទាល់តែរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត
ត្រឹមត្រូវឬក៏អីនៅក្នុងប្រទេសកម្ពុជាទេតែកម្ពុជាអត់មានរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទេក៏ប៉ុន្តែយ៉ាងណាក៏ជារដ្ឋាភិបាលមួយដែលបង្កើតឡើងបានមកហើយអញ្ចឹងបានន័យថាតំណាងឲ្យប្រទេសកម្ពុជានៅក្នុងន័យនេះគឺរដ្ឋាភិបាលកម្ពុជាមានសិទ្ធិស្របច្បាប់100%នៅក្នុងការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយមានតែតុលាការមានតែរដ្ឋាភិបាលប៉ុណ្ណោះដែលដាក់ប្តឹងហើយតុលាការយុត្តិធម៌អន្តរជាតិនេះកាត់ក្តីតែប្រទេសនិងប្រទេសហើយឲ្យប្រទេសទទួលខុសត្រូវអត់ឲ្យបុគ្គលទេហើយកាត់ក្តីភាគច្រើនគឺរកយុត្តិធម៌តាក់ទងនឹងរឿងចំនួនព្រំដែនរឿងព្រំដែនទឹកព្រំដែនគោកព្រំដែនអាកាសព្រំដែនសមុទ្រអីអញ្ចឹងឈ្លានពានដណ្ដើមដីគ្នាហ្នឹងគឺគេអត់កាត់ទោសពីរឿងសម្លាប់មនុស្សហ្មងទេមានលក្ខន្តិកៈអាចធ្វើបានប៉ុន្តែគេទុកឲ្យតុលាការព្រហ្មទណ្ឌ ICC ហ្នឹងអ្នកកាត់អញ្ចឹងវិញយកបុគ្គលណាទៅដាក់ទោសចាប់ខាត់ខ្លួនអីតែតុលាការយុត្តិធម៌អន្តរជាតិគេនិយាយរឿងតែរកយុត្តិធម៌ព្រំបទល់ព្រំដីព្រំសីមាហ្នឹងព្រំទឹកព្រំអាកាសហ្នឹងឯងហើយអ្នកណាឈ្នះអ្នកណាចាញ់គឺគេចេញដីកាបង្គាប់ឲ្យប្រគល់អាហ្នឹងទៅម្ចាស់ដើមវិញទៅគ្មានសិទ្ធទៅដាក់ទ័ពដាក់អីបដិញមែនក៏ប៉ុន្តែរដ្ឋដែលជាភាគីគឺត្រូវតែអនុវត្តតាមបើមិនអនុវត្តគឺយើងផ្ទុយនឹងក្រិតក្រមតឡាការអន្តរជាតិនេះគឺនឹងរងសម្ពាធអន្តរជាតិអីចឹងទៅអញ្ចឹងអ្នកដែលចាញ់ភាគច្រើនមិនហ៊ានបំពេញទេគឺត្រូវតែឲ្យព្រោះអីតឡាការ ICJ នេះមានចៅក្រម16អ្នកមកពី16ប្រទេសអញ្ចឹងគឺតំណាងឲ្យស្ថាប័នមួយយុត្តិធម៌ធំដែរបាទឥឡូវអញ្ចឹងនៅក្នុងការប្តឹងទៅ ICJ នេះស្មុគស្មាញបន្តិចត្រង់ថាអញ្ចេះអ្នកដែលមានសិទ្ធិប្តឹងមែនតែនគឺរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលក្រៅប្រទេសនេះគឺអាចនឹងពឹងរដ្ឋាភិបាលណាមួយដូចជាសមាជិកអង្គការសហប្រជាជាតិដែលជាប្រទេសពេញសិទ្ធិនៅក្នុងការជួយដាក់បណ្ដឹងជំនួសកម្ពុជាជំនួសរដ្ឋាភិបាលក្រៅប្រទេសក្នុងករណីដែលរដ្ឋាភិបាលខ្មែរមិនព្រមប្តឹងតាមពិតរដ្ឋាភិបាលខ្មែរមិនគួរណាមិនព្រមប្តឹងសោះខ្ញុំអត់យល់ដែរព្រោះអីយើងមានសិទ្ធិស្របច្បាប់តែយើងមិនប្តឹងទៅមានសេចក្តីជូនដំណឹងពីខែមិថុនាថាបានប្តឹងហើយតែតាមពិតមិនមែនជាបណ្ដឹងទេបើជាបណ្ដឹងមកណាតឡាការនេះច្បាស់ជាហៅហើយចុះហេតុអីបានជាបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិខាងតុលាការក្រៅប្រទេសណែរដ្ឋាភិបាលក្រៅប្រទេសដាក់ទៅបាន4ខែគេហៅហើយចុះបោះរដ្ឋាភិបាលខ្មែរដាក់ទៅ ICJ ដែលថាបណ្ដឹងដែលតាមពិតមិនមែនបណ្ដឹងឥឡូវមួយឆ្នាំហើយគេអត់ហៅអញ្ចឹងបានន័យថាមិនមែនជាបណ្ដឹងទេរដ្ឋាភិបាលកម្ពុជាអត់បានដាក់បណ្ដឹងទេគ្រាន់តែជាសេចក្តីជូនដំណឹងហើយទៅកុហកប្រាប់ប្រជាពលរដ្ឋថាអានឹងជាបណ្ដឹងហើយអញ្ចឹងទៅគេអត់ហៅឥឡូវនៅស្ញែងអញ្ចឹងឥឡូវនេះខ្ញុំចូលដល់ព័ត៌មានបន្តទៀតបងប្អូនពេលវេលាកាន់តែឆ្ងាយណាស់ខ្ញុំនិយាយនេះគឺដូចខ្ញុំនិយាយចឹងថាសបាយចិត្តជំនួសឲ្យប្រជាពលរដ្ឋខ្មែរទាំង18លាននាក់ខ្ញុំជឿថារដ្ឋាភិបាលកម្ពុជានិងឃោសនគណៈបកប្រជាជនកម្ពុជាអត់សប្បាយចិត្តទេអត់សប្បាយចិត្តត្រង់ថាអីមកយើងមកស្អីកាត់ផ្លូវកាត់អីគេមុខមាត់គេព្រោះគេនៅចង់ចរចានៅចង់អីអញ្ចឹងប៉ុន្តែចរចាក៏ចរចាទៅប្តឹងក៏ប្តឹងទៅវាថៃប្តឹងបដាចរចាបដាទៅព្រោះយើងវាយគេមិនឈ្នះយើងវាយអត់វាយទេយើងចរចាទៅក៏ប៉ុន្តែយើងចរចាគេវាយគ្នាបែកក្បាលហើយប្តីប្រពន្ធពងដេ4 10ធ្នេហើយរួចទៅចរចា2នាក់ហ្នឹងទៅគេវាយថែម4 10ធ្នេទៀតហើយមានតែសង្ឃឹមអីតើតែមានអាញាកណ្ដាលហើយបើគេប្រាប់ទៅអាញាកណ្ដាលហ្នឹងទៅរករឿងគេហើយទៅលៀបពណ៌គេថាពួកហ្នឹងញុះញង់ឲ្យធ្វើសង្គ្រាមអាគេឲ្យប្តឹងសោះហ្នឹងទៅថាគេឲ្យធ្វើសង្គ្រាមហើយខ្លួនឯងអត់ព្រមប្តឹងហើយអត់ធ្វើសង្គ្រាមហើយទៅញុះញង់គេទៅចោតប្រកាន់លៀបពណ៌គេថាគេនឹងញុះញង់ឲ្យធ្វើសង្គ្រាមឯណាអ្វីដល់យូររអ្នកខាងក្រៅអត់ឃើញមកធ្លាក់លោកញឹកប៊ុនឆៃឯនេះវិញឯដែលបបួលរដ្ឋាភិបាលឲ្យធ្វើសង្គ្រាមវាយថៃយកដីមកវិញនៅពេលដែលរឿងអីបរាជ័យវាទៅជាអញ្ចេះទៅវិញកលាប់ចាក់ឥឡូវបន្តទៅទៀតបងប្អូនមន្ត្រីសំទោសមេតបកម្ពុជាប្តឹងទៅអគ្គសេនាធិការកងទ័ពហ្វីលីពីនអំពីសកម្មភាពអ្នកសង្កេតការ AOT ថៃដែលចូលទៅដល់ដីប្រាសាទខ្មែរដោយឥតមានការសុំអនុញ្ញាតពីខាងភាគីកម្ពុជាបងប្អូនយើងដឹងហើយថាថៃនាំអ្នកសង្កេតការអាស៊ានខាងថៃមកក្រុមទៅចុះទៅអាកន្លែងតំបន់ប្រាសាទខ្នាហ្នឹងទៅមើលទៅលុកទៅអីសង្កេតការជាការក្រំចិត្តណាព្រោះដីខ្មែរអាស៊ានទៅហ្នឹងបានន័យថាជួយប្រថាប់ត្រាឲ្យថៃប៉ុន្តែសួរថាថៃ
ធ្វើដូច្នេះចាំបាច់សុំច្បាប់ពីខ្មែរដែរទេឥឡូវខាងខ្មែរប្តឹងលោកអ្នកដែលដាក់ប្តឹងហ្នឹងគឺលោកឧត្តមសេនីយ៍វង្សពិសេនដែលជាអគ្គបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទគាត់ធ្វើលិខិតប្តឹងទៅប្រធានអគ្គលេខាធិការហ្វីលីពីនតាក់ទងនឹងរឿង AOT ខាងថៃរបស់អាស៊ានហ្នឹងដែលដឹកនាំដោយក្រុមហ្វីលីពីនក្រុមអីដែរហ្នឹងទៅខាងថៃចុះទៅប្រាសាទខ្នាតអត់សុំខ្មែរបងប្អូនបើយើងមើលសេចក្តីប្រកាសរបស់កម្ពុជារបស់ក្រសួងការបរទេសរបស់លោកទាសីហាក្រសួងការពារជាតិថ្ងៃទី27ខែធ្នូឆ្នាំ2025បានព្រមប្រគល់ទឹកដីខ្មែរដោយទាំងប្រាសាទខ្នាប្រាសាទតាមាន់ធំប្រាសាទតាកបីឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃអ្នកណានៅកន្លែងណានៅកន្លែងហ្នឹងតំបន់ដែលកាលហ្នឹងតែ14ទីតាំងទេតែចុងក្រោយនេះគឺលោកអ៊ុំសំអានរកឃើញដល់ទៅ70ទីតាំងទៅហើយយើងព្រមឲ្យគេនៅណានៅហ្នឹងបងប្អូនតើយើងទៅរករឿងគេយ៉ាងម៉េចឲ្យគេមកសុំច្បាប់យើងយ៉ាងម៉េចព្រោះអីអ្នកទាំងអស់នោះមកចូលក្នុងដែនអធិបតេយ្យរបស់ថៃដីហ្នឹងគឺជាដីខ្មែរប្រាសាទហ្នឹងជាប្រាសាទខ្មែរក៏ប៉ុន្តែខ្មែរបានចុះហត្ថលេខាឲ្យគេនៅណានៅហ្នឹងបានន័យថាគេធ្វើប្រឡង់បលាយកាយអីដាក់ត្រង់សេដាក់កុងតឺន័រវាយពុតបដិមាឬក៏ជួសជុលអីគេធ្វើបានដោយសារអីដោយសារយើងព្រមឲ្យគេនៅណានៅហ្នឹងយើងអត់ឲ្យតែទ័ពកើនថែមដាក់សពាវុធអីមកថែមតែនេះគឺក្រុមសង្កេតការអាស៊ានរបស់ថៃដែលគេចូលមកតំបន់ព្រំដែនតើយើងទៅហាមគេយ៉ាងដូចម្ដេចបានមានចំណុចណានៅក្នុងបទជប់បាញ់ដែលប្រាប់ថាហាមនាំអ្នកសង្កេតការអាស៊ានខាងថៃចុះមកដីទាំងអស់ដែលគ្រប់គ្រងដោយថៃដែលកម្ពុជាព្រមឲ្យគេគ្រប់គ្រងវាអត់មានបងប្អូនចឹងបានថាខ្ញុំនិយាយនេះអត់មែនថាកាន់ជើងថៃអត់ទេផ្លូវច្បាប់គឺយើងឲ្យគេនៅណានៅហ្នឹងតែគេមកយើងទៅរករឿងគេយ៉ាងម៉េចខ្ញុំពងតែឆ្ងល់ប៉ុន្តែហេតុអីបានជាកម្ពុជាប្តឹងថៃទៅរឿងនេះខុសអត់នៅក្នុងការប្តឹងវាអត់ខុសទេនៅក្នុងការទៀមទាដីយើងព្រោះអាហ្នឹងគឺយើងតវ៉ាដោយតែក្រសួងការបរទេសតវ៉ាជាង800ដងដែរគឺយើងតវ៉ាថាអាហ្នឹងខ្ញុំអត់ព្រមទទួលស្គាល់ថាអាហ្នឹងជាដីរបស់អ្នកឯងទេណាព្រោះអីអ្នកឯងមកហ្នឹងមិនសុំខ្ញុំអីឡាក់នឹងឡាក់ហើយទៅយើងកាត់ចាត់ទុកថាការតវ៉ានេះបានផលខ្ញុំថាមិនបានផលទេព្រោះការតវ៉ាទៅនឹងកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍រួមសេចក្តីប្រកាសរួមដែលយើងព្រមឲ្យគេនៅណានៅហ្នឹងគឺគេនឹងយកអាហ្នឹងមកជាភ័ស្តុតាងដោះបន្ទុកឬក៏ការពារគេបានយ៉ាងស្អិតល្មួតយ៉ាងរឹងមាំទៀតព្រោះយើងឲ្យគេនៅណានៅហ្នឹងឥឡូវយើងដែលទៅធ្វើអីគេកើតគេមកចាក់បេតុងគេមកយកមនុស្សមកលេងធ្វើវិធីសែនព្រេនជីកត្រង់សេធ្វើប៉ោះយាមដាក់ទង់ជ័យដាក់អីយើងបានតែតវ៉ាយើងបានតែឲ្យគេដកថយតែយើងមានតែធ្វើអីគេកើតរឿងនេះហើយដែលធ្វើឲ្យកម្ពុជាចាញ់ប្រៀបថៃខ្លាំងមែនតើនៅពេលដែលយើងមិនព្រមប្តឹងថៃហ៎បងប្អូនខ្ញុំមិនជំទាស់ទេការតវ៉ាក្នុងនាមជារដ្ឋឲ្យគេតវ៉ាត្រូវហើយប៉ុន្តែវាអត់មានភ្លើងឆេះផ្ទះយើងឈរលើផ្ទះយើងបក់ដៃហៅឲ្យទឹកមកផលិតផ្ទះមែនយើងថាអទឹកអើយមកខ្យល់អើយឬក៏ភ្លៀងអើយជួយធ្លាក់មកពីបេមេមកឲ្យលិចទៅឲ្យបាត់ណែឆេះផ្ទះទៅតើយើងធ្វើអញ្ចឹងមែនសប្ថ្ងៃហ្នឹងយើងកំពុងធ្វើអញ្ចឹងផ្ទះកំពុងតែឆេះគឺយើងកំពុងតែបន់ស្រន់អំពាវនាវសុំឲ្យភ្លៀងមកមួយមេធំមកដើម្បីឲ្យរលត់តែអត់ព្រមទេហៅឡានទឹកទេហៅប៉ូលីសទេហៅអ្នកភូមិទេហៅអ្នកណាអីក៏ដោយដែលអាចជួយមកគ្នាពលុតអត់ហៅគឺយើងសុកចិត្តនៅបន់ស្រន់ដើម្បីហើយយើងនៅតែគិតថាមិនត្រូវទេភ្លើងនឹងមិនត្រូវឆេះផ្ទះនឹងសោះហើយយើងនៅតវ៉ាប្រឆាំងនឹងអារឿងឆេះផ្ទះនឹងចឹងទៅវិញតែអត់ព្រមប្តឹងអត់ព្រមហៅឡានពេទ្យឡានទឹកឡានអីមកជួយសង្គ្រោះអត់នេះឥឡូវយើងកំពុងធ្វើអញ្ចឹងអញ្ចឹងបានថាខ្ញុំនៅតែលើកទឹកចិត្តថាប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិទៅដើម្បីឲ្យថៃទទួលខុសត្រូវចំពោះរឿងទាំងអស់នេះហើយបើថាមិនប្តឹងឬក៏យ៉ាងម៉េចក៏ដោយត្រូវតែតស៊ូមតិឲ្យថៃនិងកម្ពុជាបង្កើតយន្តការ
អ្នកសង្កេតការអាស៊ានរួមមួយកុំឲ្យថៃមកខាងថៃខ្មែរនៅខាងខ្មែរចុះទៅតែត្រុករូបគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានត្រឹមរូបថតចុះទៅតែថតរូបតែត្រុកដូចតែគ្នាអញ្ចឹងហ្នឹងយកបានប្រយោជន៍អីវាតតែមានយន្តការមួយអាស៊ានគឺទាំងខ្មែរទាំងថៃចូលគ្នាមានម៉ាឡេមានអីមានអង្គការសហប្រជាជាតិចុះមកតំបន់ហ្នឹងហើយធ្វើសេចក្តីរាយការណ៍អ្នកណាឆ្លៀនពៀនអ្នកណាអាហ្នឹងបានតែយើងអត់យើងធ្វើតែរឿងដដែលហើយយើងរំពឹងលទ្ធផលថ្មីតើប្រជាពលរដ្ឋខ្មែររកម្មចិត្តប៉ុណ្ណាទៅបងប្អូនបាទឥឡូវខ្ញុំស្លេះរឿងហ្នឹងខ្ញុំចូលដល់ព័ត៌មានបន្តទៀតតកតងនឹងមន្ត្រីសិទ្ធិមនុស្សសំទោសប្រហើយពាក្យនេះបន្តិចមន្ត្រីការបរទេសកម្ពុជាបន្តរក្សាមន្ត្រីការបរទេសកម្ពុជាថាកម្ពុជាបន្តរក្សាភាពស្ងប់ស្ងាត់រឿងថៃឈ្លានពានដីខ្មែរឥតឈប់នេះថ្ងៃនេះខ្ញុំឃើញលោកFrançois Tan ដែលជារដ្ឋមន្ត្រីប្រតិភូអមគណៈរដ្ឋមន្ត្រីហើយជារដ្ឋមន្ត្រីនៅក្រសួងណាស់ចង់និយាយតែមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេសធ្វើសន្និសីទសារព័ត៌មានមួយជាមួយអ្នកនាំពាក្យរដ្ឋាភិបាលគេសួរគាត់ពីរឿងថាមិនទៅវិញឥឡូវស្រុកខ្មែរយើងនឹងធ្វើអីទៀតណាយើងគេឆ្លៀនពៀនយើងគេដាក់បលាលួសគេធ្វើអីសពបែបយ៉ាងតែយើងធ្វើអីទៀតហើយកំពុងធ្វើអីឥឡូវហ្នឹងគាត់និយាយយ៉ាងរំភើយថាយើងនៅស្ងប់ស្ងាត់តែមិនស្ងប់ស្ងៀមយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជាគឺរក្សាការស្ងប់ស្ងាត់ធ្វើកិច្ចការផ្លូវទូតធ្វើអីចឹងទៅហើយគាត់ទៅលើកពីគុណស្រ័យពីរឿងអា UNCLOS នោះអាសន្ធិសញ្ញាដែនសមុទ្រដែលកម្ពុជាដាក់ប្តឹងទៅអង្គការសហប្រជាជាតិឬក៏យន្តការឲ្យមានការផ្សះផ្សាកាតព្វកិច្ចដែលបង្កើតគណៈកម្មការមាន2ថៃ2កម្ពុជាហើយមានប្រធានម្នាក់ដើម្បីដោះស្រាយរឿងសមុទ្រដែលអត់មានរឿងអីតតែសោះអត់ទាន់មានអ្នកណាមកឆ្លៀនពៀនយកកប៉ាល់មកបាញ់នាវាជើងទឹកកម្ពុជាបាញ់ឆ្លោះគ្នាដោយព្រំដែនខ្មែរដែលថៃយកអស់70កន្លែងអត់សោះយើងទៅរករឿងគ្នាអញ្ចឹងទៅទាំងថៃទាំងអីណាឥឡូវហ្នឹងឡើងទៅអាភាគីទី3ឯណាផុតពីការចរចាគាត់ថាអានឹងជោគជ័យ2ឆ្នាំទៀតមិនដឹងមិនចុះអារឿងព្រំដែនថៃខ្មែរដែលគេយកមក70កន្លែងហេតុអីមិនឡើងទៅយន្តការអាញាកណ្ដាលចឹងដែរទៅហេតុអីក៏នៅចង់ចែកគ្នានៅពេលដែលព្រំដែនសមុទ្រហ្នឹងយើងចង់រកអាញាកណ្ដាលគាត់ថាអានឹងជោគជ័យនេះគឺជាវិធីការទូតដ៏ជោគជ័យរបស់កម្ពុជាខ្ញុំអត់យល់ថាជោគជ័យរឿងដែនទឹកដែលអត់ឈ្លោះគ្នាសោះគាត់តែគេប្រកាសថាលុប MOU 2001យើងស្ទុះក្ដួងទៅយកផ្កាននងដែលថៃដាក់នៅក្នុងផ្លែងៀងផ្លែបបក់គាត់យកមកឲ្យយើងជាប់មាត់ថៃបាត់តែយើងទៅនិយាយពីយន្តការឡើងទៅអាញាកណ្ដាលថៃបិទផ្លូវចរចារឿងព្រំដែនគោកបាត់ហើយយើងសង្ឃឹមព្រំដែនគោកដែលកំពុងគេយក70កន្លែងនេះត្រូវប្តឹងគេទៅតុលាការអន្តរជាតិយើងអត់ប្តឹងយើងសង្ឃឹមថាចរចាដល់ពេលចរចាទ្វេភាគីឥឡូវយើងទៅបិទផ្លូវចរចាទ្វេភាគីជាមួយថៃដោយសារថៃដាក់លបែងមួយឲ្យយើងលូតពំផ្កាននងជាប់ផ្លែបបក់នៅអារឿងតែថាលុប MOU 2001ចោលខ្មែរច្បាស់ជាលោតប្រើយន្តការភាគីទី3ហើយតែប្រើភាគីទី3ថៃមានលេសអត់ព្រមចរចារឿងព្រំដែនគោកចប់បិទចោលហើយយើងមកថាយើងជោគជ័យត្រីផ្ទក់ទៅពំផ្កាននងជាប់ផ្លែងៀងផ្លែបបក់អានឹងជោគជ័យហ្នឹងហើយយើងជោគជ័យពីនៅក្នុងទឹកមកឥឡូវចូលក្នុងឆ្នាំងសឡរបស់អ្នកស្រុកហើយឥឡូវនេះគឺឥឡូវមករឿងពីនាយករដ្ឋមន្ត្រីខ្មែរថ្ងៃនេះគឺមន្ត្រីសិទ្ធិមនុស្សថានាយករដ្ឋមន្ត្រីខ្មែរមិនយល់អ្វីទេដែលហៅថាសិទ្ធិមនុស្សប្រសាសន៍ដែលថាអ្នកមន្ត្រីខ្មែរមិនយល់អ្វីពីសិទ្ធិមនុស្សនេះគឺបានមកពីលោកសង្សានករណាដែលសប្ងៃលោកកំពុងតែរស់នៅនិរទេសខ្លួននៅប្រទេសអូស្ត្រាលីក្រោយគេចចេញពីការធ្វើទុកបុកម្នេញរបស់របបរដ្ឋាភិបាលកម្ពុជាឬក៏អ្នកកាន់អំណាចសប្ងៃដែលគាត់ធ្លាប់ធ្វើការឲ្យអង្គការអាត់ហុកជាមន្ត្រីសិទ្ធិមនុស្សអាត់ហុកនៅប្រទេសកម្ពុជាហ្នឹងដោយរងការធ្វើទុកបុកម្នេញពេកលោកក៏បាននិរទេសខ្លួនទៅប្រទេសអូស្ត្រាលីសប្ងៃរស់នៅប្រទេសអូស្ត្រាលីហើយគាត់បញ្ចេញមតិនៅតាមបណ្ដាញសង្គម Facebook ថ្ងៃនេះរិះគន់លោកហ៊ុនម៉ាណែតចាស់ដៃតែម្ដងតាក់ទងនឹងបញ្ហាសិទ្ធិសេរីភាពរបស់
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលហើយការដែលលើកឡើងនេះគឺមិនមែនមានតែលោកសង្សានករណាទេមានមន្ត្រីសិទ្ធិមនុស្សនៅអង្គការសង្ត្រាល់គឺលោកខុនថារ៉ូក៏មានប្រសាសន៍តាក់ទងនឹងរឿងនេះដែរខ្ញុំនឹងបញ្យល់ហេតុសាវតាហេតុអីបានជានាំឲ្យមន្ត្រីអង្គការសង្គមស៊ីវិលនាំគ្នារិះគន់លោកហ៊ុនម៉ាណែតថាអត់ស្គាល់សិទ្ធិមនុស្សថ្ងៃនេះបើបងប្អូនឃើញទេតាក់ទងនឹងលោកហ៊ុនម៉ាណែតគឺគាត់បានទៅអឺចុះទៅអឺគេមានពិធីមួយបាទពិធីនេះគឺតាក់ទងនឹងអង្គការសង្គមស៊ីវិលព្រោះពិធីអបអរសាទរខួបលើកទី30ឆ្នាំរបស់អង្គការដើម្បីភាពញញឹមកុមារ PSE និងប្រគល់សញ្ញាបត្រជូនដល់សិស្សនិស្សិតគឺថ្ងៃ2ខែកក្កដាឆ្នាំ2026នេះគឺលោកហ៊ុនម៉ាណែតពេលដែលចុះទៅខួប30ឆ្នាំរបស់អង្គការក្រៅរដ្ឋាភិបាលឬអង្គការសង្គមស៊ីវិល PSE ស្នាមញញឹមកុមារនេះគឺគាត់បានលើកឡើងអំពីភាពអស្ចារ្យនៃសិទ្ធិអង្គការសង្គមស៊ីវិលនៅស្រុកខ្មែរយកឧទាហរណ៍នៃអង្គការ PSE នឹងជាដើមគាត់ថាអត់ដែលបានធ្វើទុកបុកម្នេញអត់ដែលបានបិទសិទ្ធិសេរីភាពអង្គការនេះទេគឺគាត់ធ្វើការបាន30ឆ្នាំហើយជួយភាពញញឹមនៃកុមារជួយកុមាររាប់ពាន់រាប់សែននាក់អញ្ចឹងទៅហ្នឹងគាត់និយាយថាប៉ុណ្្នឹងហើយនៅថារដ្ឋាភិបាលកម្ពុជារដ្ឋបတ်សិទ្ធិសេរីភាពប្រជាពលរដ្ឋមិនឃើញអង្គការហ្នឹង30ឆ្នាំហើយគាត់មកជួយធ្វើពិធីសម្ពោធគម្រប់ខួប30ឆ្នាំជាមួយគ្នាទៀតផងសហការគ្នាយ៉ាងស្អិតល្មួតជាមួយរដ្ឋាភិបាលកម្ពុជាហើយក្នុងពេលហ្នឹងលោកហ៊ុនម៉ាណែតនិយាយថាមិនមែនតែមានអង្គការនេះមួយទេដែលបើកមកបានដោយសេរីគឺមានអង្គការសង្គមស៊ីវិលសមាគមអីហ្នឹងរហូតដល់ជាង6000អង្គការនៅស្រុកខ្មែរដែលអត់មានការបិទសិទ្ធិសេរីភាពផងហេតុអីបានជាមកមើលអង្គការមួយពីរថាជាការបិទសិទ្ធិសេរីភាពនេះអ្វីដែលគាត់និយាយហ្នឹងគឺគាត់សំដៅទៅលើថាអង្គការ6000ជាងគេធ្វើកើតអង្គការ3 4ដែលគាត់អះអាងថាធ្វើមិនកើតចោទប្រកាន់រដ្ឋាភិបាលថាបិទបាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋលោកហ៊ុនម៉ាណែតលើកឡើងចេះថាគាត់ថាមានការយល់ច្រឡំជាពិសេសការលើកឡើងក្នុងបណ្ដាសារព័ត៌មានមួយចំនួនចោទរដ្ឋាភិបាលកម្ពុជាថាមិនលើកទឹកចិត្តដល់អង្គការសង្គមស៊ីវិលបិទសេរីភាពបិទសិទ្ធិស្អីមិនឲ្យគេធ្វើការលោកហ៊ុនម៉ាណែតថាអត់ទេរឿងអង្គការមួយក្តាប់តូចគាត់ប្រើពាក្យអញ្ចឹងអង្គការមួយក្តាប់តូចរឿងបញ្ចេញមតិរឿងអីណាហ្នឹងគឺជារឿងមួយធ្វើសកម្មភាពនៅក្នុងច្បាប់ក៏ប៉ុន្តែយើងមានអង្គការ3000សមាគម3500អង្គការសង្គមស៊ីវិល6000ជាងដែលធ្វើការនៅទូទាំងប្រទេសដែលបានចុះឈ្មោះមួយចំនួនបានបិទហើយតែរាប់ពាន់អង្គការសង្គមស៊ីវិលដែលជាដៃគូល្អជាមួយរដ្ឋាភិបាលគាត់ថាដៃគូបែបនេះរដ្ឋាភិបាលមានតែបិទសិទ្ធិស្អីមានតែជួយថែមទៀតផងជួយឲ្យរីកចម្រើនថែមទៀតព្រោះធ្វើពិតប្រាកដលោកយកគំរូឧទាហរណ៍អង្គការនេះមួយគាត់លើកមួយចំណុចមួយទៀតដែលខ្ញុំនឹងដកស្រង់ប្រសាសន៍គាត់ដើម្បីជម្រាបជូនបងប្អូនគាត់ថាអង្គការសង្គមស៊ីវិលមួយចំនួនទាមទារសិទ្ធិគាត់ថាបើកអង្គការដើម្បីមកជ្រកក្រោមស្លាកនេះស្លាកនោះមកធ្វើការតវ៉ាបាតកម្មទាមទារញុះញង់អីចេះទៅគាត់ថាគាត់ថាអង្គការទាំងនេះមិនមែនតំណាងឲ្យអង្គការដែលធ្វើការឬនិយាយពីរឿងសិទ្ធិទេគាត់និយាយចេះតើសិទ្ធិសេរីភាពយើងចង់និយាយពីអីមិនមែនសិទ្ធិសម្រាប់ឡើងជេរឡើងបាតកម្មទេតែសិទ្ធិដើម្បីទទួលបានការអប់រំអានឹងជាសិទ្ធិរបស់មនុស្សសិទ្ធិទទួលបានការថែទាំសុខភាពសិទ្ធិរបស់មនុស្សសិទ្ធិទទួលបានការថែទាំសុខុមាលភាពផ្សេងអានេះជាសិទ្ធិមនុស្សសិទ្ធិមូលដ្ឋានសិទ្ធិទទួលបានការអប់រំសិទ្ធិទទួលបានការថែទាំសុខភាពត្រឹមត្រូវនឹងឯងដែលជាសិទ្ធិមនុស្សនេះហើយជាអង្គការដែលផ្ដល់សិទ្ធិជាមូលដ្ឋានបណ្ដុះបណ្ដាលធនធានមនុស្សឲ្យមានសិទ្ធិសេរីភាពមានចំណេះដឹងគឺមានសេរីភាពហើយអានេះគឺជាប្រសាសន៍របស់លោកហ៊ុនម៉ាណែតឥឡូវចាំមើលស្ដាប់លោកសង្សានករណាដែលគាត់តបទៅលោកហ៊ុនម៉ាណែតគាត់ថាអញ្ចេះចង់និយាយមិនចង់ចាត់ទុកមនុស្សនឹងជាសត្វមែនត្រឹមតែរស់បានហើយកុំនិយាយកុំតវ៉ាទោះរងភាពឈឺចាប់ភាពអយុត្តិធម៌យ៉ាងណាក៏ដោយមែននិយាយមកដូចដឹងពីសិទ្ធិមនុស្សណាស់គាត់ថាលោកហ៊ុនម៉ាណែតនឹងនិយាយមកដូចដឹងសិទ្ធិមនុស្សណាស់អញ្ចឹងមានបើកភ្នែកមើលរដ្ឋធម្មនុញ្ញឬទេមានបានទៅរៀនពីសិទ្ធិមនុស្សហើយឬនៅស្ដាប់ទៅមិនយល់ស្អីទៅជាសិទ្ធិមនុស្សផងទេ
នឹងលោកហ៊ុនម៉ាណែតសំទោសលោកសង្សានករណាតបទៅនឹងលោកហ៊ុនម៉ាណែតឯលោកខុនថារ៉ូដែលជាមន្ត្រីអង្គការសង្ត្រាល់ក៏ថាដើម្បីដំឡាភាពកណន័យសង្គមបញ្ឈប់អាវប្បធម៌លៀបពណ៌អង្គការសង្គមស៊ីវិលហ្នឹងគឺយើងគួរធ្វើជំរឿនអង្គការសហគមន៍ជាង6000នោះមើលតើមាននានាការទៅខាងណាខ្លះអូខេឥឡូវខ្ញុំអស់មតិរបស់អង្គការសង្គមស៊ីវិលខ្ញុំនិយាយអំពីការសង្កេតរបស់ខ្ញុំថាលោកហ៊ុនម៉ាណែតនិយាយអំពីសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលមានជាង6000សហជីពអីហ្នឹងហើយតែរដ្ឋាភិបាលអត់ធ្វើទុកបុកម្នេញហ្នឹងគឺអត់ខុសទេអត់ខុសត្រង់ថារដ្ឋាភិបាលគេអត់ដែលធ្វើទុកបុកម្នេញអង្គការណាដែលទៅជួយបន្សាបគ្រឿងញៀនឧទាហរណ៍អង្គការណាដែលជួយជីកសិកម្មជួយដាំដុះអង្គការណាដែលជួយចែកស្រោមអនាម័យដល់ប្រជាពលរដ្ឋមកបន់អុំទូកអង្គការណាដែលនិយាយអំពីសុខភាពកម្ចាត់ជំងឺរបេងអង្គការណាដែលនិយាយអំពីការដាំកូនឈើអង្គការណានិយាយអំពីស្អីវិស័យអប់រំអីជួយសិស្សបានបាយបានទឹកអីទឹកដោះគោអីផឹកមួយពេលអីបានជំនួយមកអង្គការបែបនេះរដ្ឋាភិបាលឯណាទៅចង់កំទេចកំចាត់នោះបងប្អូនព្រោះរដ្ឋាភិបាលត្រូវការអង្គការទាំងអស់ហ្នឹងដើម្បីជួយជាភ្នែកជាច្រមុះដើម្បីព្រោះរដ្ឋាភិបាលអត់មានលុយទៅធ្វើគ្រប់វិស័យអស់ហ្នឹងទេអញ្ចឹងបើបានអង្គការហ្នឹងមានលុយជំនួយពីបរទេសមកជួយគ្នាបន្តិចបន្តិចទៅជួយសុខាភិបាលជួយរឿងបរិស្ថានជួយរឿងសង្គមគិច្ចជួយរឿងអប់រំជួយរឿងស្អីហ្នឹងអ្នកណាមិនចង់បានរដ្ឋាភិបាលណាមិនចង់បានហើយយើងទៅកំចាត់គេយ៉ាងម៉េចខ្ញុំពងតែឆ្ងល់វាអត់មានអីខុសទេលោកហ៊ុនម៉ាណែតនិយាយចឹងក៏ប៉ុន្តែពាក្យថាសិទ្ធិសេរីភាពមិនមែនបានន័យថាទាល់តែយើងមកបង្កើតអង្គការអាចជ័យធ្លាក់ទឹកហើយអើសរសើររដ្ឋាភិបាលគ្រប់យ៉ាងហើយរដ្ឋាភិបាលអត់មានបិទសិទ្ធិសេរីភាពយើងថាអានឹងមានសិទ្ធិសេរីភាពទេព្រោះអង្គការដែលអាចជ័យធ្លាក់ទឹកហ្នឹងជាការពិតគឺរដ្ឋាភិបាលអត់មានទៅកំចាត់អីទេឲ្យដល់បង្កើតឲ្យជួយទៀតគឺលោកហ៊ុនម៉ាណែតនិយាយត្រូវព្រោះយើងជួយដើម្បីឲ្យរដ្ឋាភិបាលហ្នឹងទៅបានតែរីកចម្រើនហើយបោកប្រជាពលរដ្ឋឲ្យជឿថាណែរដ្ឋាភិបាលគេជួយច្រើនអង្គការសង្គមស៊ីវិលជួយបានផលទៅគណៈបកប្រជាជនកម្ពុជាបោះឆ្នោតឲ្យគណៈបកប្រជាជនកម្ពុជាផងនឹងរឿងរដ្ឋាភិបាលហ្នឹងគឺចង់ធ្វើអញ្ចឹងក៏ប៉ុន្តែតើមានអង្គការប្រមាណដែលនៅតែឲ្យចោះចលនាមេដាធម្មជាតិដែលនិយាយពីរឿងលុបបង្តមោកយកដីរដ្ឋចែកជាកម្មសិទ្ធិឯកជនរបស់ក្រមតកូលហ៊ុនឬក៏ក្រមអង្គញាមហាមន្ត្រីគណៈបកកណ្ដាលអំណាចរ៉ែមាសរ៉ែធ្យូងរ៉ែថ្មរ៉ែខ្សាច់កាប់បំផ្លាញព្រៃឈើអង្គការចលនាមេដាធម្មជាតិទៅរករឿងដើម្បីឲ្យខ្ជាក់អារបស់ទាំងអស់នេះដើម្បីបានប្រយោជន៍ប្រជាពលរដ្ឋ18លាននាក់ហេតុអីបានចាប់គាត់ដាក់គុកហេតុអីបានរំលាយគាត់ហេតុអីបានជាធ្វើបាបធ្វើទុកបុកម្នេញអាហ្នឹងជាសិទ្ធិសេរីភាពដែលយើងគិតថា6000អង្គការជាងហេតុអីបានអង្គការមួយយើងគិតថារដ្ឋបတ်សិទ្ធិសេរីភាពអង្គការ6000ជាងហ្នឹងបើប្រៀបធៀបទៅអង្គការនេះមួយគឺអត់ស្មើផងបើនិយាយឲ្យមែនតើព្រោះអង្គការ6000ហ្នឹងគឺគាត់ធ្វើដើម្បីប្រថាប់ត្រារដ្ឋាភិបាលអង្គការមួយនេះគឺជាច្រមុះជាភ្នែកជាមាត់ឥឡូវឧទាហរណ៍ថាករណីរំលោភមួយមានជនរងគ្រោះត្រូវបានគេរំលោភហើយស្រាប់តែមានអង្គការ6000ជាងគេនាំគ្នាចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជនរងគ្រោះនឹងថាមកពីនាងស្លៀកខ្លីអញ្ចឹងអ្នកដែលជាអ្នករំលោភគឺអង្គការនេះត្រូវហើយខ្ញុំជួយគ្រប់គ្រងជួយសរសេរញត្តិជួយអីខ្ញុំយកមកដាក់ខ្ញុំយកពិនិត្យទៀតព្រោះអីនាងនឹងត្រូវតាគេរំលោភចឹងហើយព្រោះស្លៀកខ្លីនឹងឬដែលយើងនិយាយពីសេរីភាពនោះក៏ប៉ុន្តែនៅក្នុងអង្គការជាង6000ហ្នឹងស្រាប់តែមានអង្គការមួយមកនិយាយថាជនដែលរំលោភគេត្រូវតែផ្ដន្ទាទោសថ្កោលទោសរកយុត្តិធម៌ឲ្យជនរងគ្រោះអត់ត្រូវបន្ទោសជនរងគ្រោះស្រាប់តែអ្នកនឹងឯងបិទហ្មងអ្នកឯងបិទមាត់អ្នកឯងអត់មានធ្វើការអីកើតទេព្រោះអ្នកឯងផ្ទុយនឹងអង្គការគេជាង6000ហេតុអីបានជាអ្នកឯងនិយាយអញ្ចឹងព្រោះការរំលោភមកពីនាងស្លៀកខ្លីហ្នឹងហេតុអីមិនឯងមើលមិនឃើញបើនាងស្លៀកខ្លីមែននឹងឬដែលយើងនិយាយអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានៅពេលដែលមានអង្គការមួយគេនិយាយត្រូវមិនមែនប្រកាសថាអង្គការជាង6000និយាយខុសហ្នឹងគឺជាអង្គការត្រូវទេមិនមែនប្រជាធិបតេយ្យបែបផ្ដេសផ្ដាស់សម្លេងច្រើនដែលដើរប្រច្រាស់គេអញ្ចឹងទេមែនទេគឺយើងត្រូវមើលអាដើមឈើពីរបីដើមហ្នឹងវាជាព្រៃមែនហើយយើងត្រូវចាំថាដើមឈើពីរបីដើមមិនអាចធ្វើព្រៃមែនបានណា
ក៏ប៉ុន្តែផ្កាភ្លើងតែតូចប៉ុនភ្នែកមាន់មួយធ្វើឲ្យឆេះព្រៃ Amazon ទាំងមូលតែម្ដងនេះយើងត្រូវមើលឲ្យមែនតើអង្គការជាង 6000 សហជីពពេញស្រុកខ្មែរពេលដែលតវ៉ាដើម្បីរកសិទ្ធិសេរីភាពឲ្យកម្មករនិងដំឡើងប្រាក់ខែកម្មករសហជីពមាន4ដូចជាខ្សងត្រាល់ដូចជាអង្គការលីកាដូអង្គការអាត់ហុកឬក៏តំណាងអង្គការសង្គមស៊ីវិល 4-5 ទៀតតែមានបើមើលទៅអារាប់រយនោះគឺគេអត់កុំដំឡើងប្រាក់ខែឲ្យកម្មករអីព្រោះអីតកែរត់អត់រួចបិទរោងចក្រតែមានតែសហជីព 4-5 នេះគេថាអត់ទេតកែមានលទ្ធភាពដំឡើងកុំឲ្យមានអំពើពុករលួយអីទៅសល់លុយនឹងនៅគ្រាន់តែខាតចំណេញតកែនៅតែចំណេញអញ្ចឹងគ្រាន់ចំណេញ10មកចំណេញ8អីចឹងឲ្យកម្មករខ្លះវាអត់ខាតទេគ្រាន់ខាតចំណេញមិនមែនខាតឡុងចុងទេដល់ពេលគ្នាតវ៉ាទៅស្ដាប់សម្លេងភាគច្រើនកម្មករអត់បានឡើងប្រាក់ខែអត់មានសិទ្ធិសេរីភាពនឹងឬដែលយើងថាសិទ្ធិសេរីភាពនៅក្នុងស្រុកខ្មែរអង្គការ 3-4 នេះស្មើនឹងអង្គការ 6000 នេះគុណនឹង5ដង 30000 ជាងអង្គការក៏អត់ស្មើអង្គការ 3-4 នេះដែរព្រោះអង្គការ 3-4 នេះហ៊ាននិយាយការពិតហ៊ាននិយាយអំពីសិទ្ធិសេរីភាពហើយបើអស់លោកចង់សួរទៅវិញថាតើសហប្រជាជាតិប្រទេសមហាអំណាចឬក៏អ្នកផ្ដាល់ជំនួយនៅស្រុកខ្មែរដែលគេឲ្យការអនុគ្រពន្ធនៅស្រុកខ្មែរគេឲ្យអីតើគេនឹងស្ដាប់អង្គការសហជីពដែលអស់លោកដែលលោកហ៊ុនម៉ាណែតនិយាយថាមានជាង 6000 ហ្នឹងឬក៏គេស្ដាប់អង្គការសង្ត្រាល់អង្គការលីកាដូអង្គការអាត់ហុកឬក៏អង្គការអីនៅមូលដ្ឋាន 4-5 នេះគឺគេនឹងស្ដាប់អង្គការដែលសម្លេងតិចក៏ប៉ុន្តែមានរឿងត្រូវច្រើនវាខុសពីទៅស្ដាប់អង្គការច្រើនតែបានតែគ្នាច្រើនសមខ្លោចជួយប្រថាប់ត្រារដ្ឋាភិបាលរឿងនេះរដ្ឋាភិបាលមិនគួរណាធ្វើនយោបាយប្រជាពិធទៀតសោះខ្ញុំខកចិត្តនឹងលោកហ៊ុនម៉ាណែតមែនតើលោកហ៊ុនម៉ាណែតគឺជាបញ្ញវន្តខ្មែរមួយដែលគួរជាទីសង្ឃឹមដល់តែទៅស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែនគឺធ្លាក់ក្តុកមកគឺគាត់យកអ្វីដែលឪពុកគាត់ធ្លាប់និយាយ40ឆ្នាំជាងយកមកនិយាយដដែលគេដឹងហើយថាគាត់ជាអាយ៉ងរបស់លោកហ៊ុនសែនក៏ប៉ុន្តែហេតុអីបានជាបើយើងជាអាយ៉ងអីក៏ដោយប៉ុន្តែយើងមានសតិសម្បញ្ញៈមានការរៀនសូត្រចេះដឹងនៅស្រុកក្រៅច្រើនដែរហេតុអីក៏យើងមិនធ្វើឲ្យប្លែកពីឪពុកបន្តិចទៅហេតុអីបានជាដឹងថាប្រជាពលរដ្ឋទាំងអស់គ្នាទាំង18លានអ្នកហ្នឹងលោកគិតថាគេញ៉ាំបាយត្រឡោកខ្ញុំពងតែឆ្ងល់ក៏គេមើលឃើញដែរមិនមែនចំនួនភាគតិចហ្នឹងគឺសុទ្ធតែជាចំនួនដែលមិនគិតគូរទេព្រោះយើងរំលាយសម្លេងភាគតិចហ្នឹងយើងឲ្យខ្ទេចខ្ទីអស់ទៅហើយយើងទៅគ្រប់គ្រងសម្លេងភាគច្រើនអាជ័យធ្លាក់ទឹកសពថ្ងៃលោកហ៊ុនម៉ាណែតអត់ខុសពីលោកហ៊ុនសែនទេត្រូវការអ្នកសរសើរឲ្យស្លាប់តែអត់ត្រូវការអ្នកបង្អាប់ឲ្យរស់ទេអញ្ចឹងរដ្ឋាភិបាលនេះនឹងស្លាប់ឥឡូវចូលដល់ចំនួនតំណែងល្អមួយវិញកុំឲ្យតាធុញទ្រាន់ពេកកម្ពុជានិងអាមេរិកចុះកិច្ចព្រមព្រៀងជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនេះគឺជាដំណឹងល្អបងប្អូនព្រោះអីយូរឆ្នាំហើយដែលអាមេរិកនិងកម្ពុជាមិនដែលមានកិច្ចព្រមព្រៀងជើងហោះហើរផ្ទាល់ទេហើយបើជើងហោះហើរផ្ទាល់បែបនេះគឺបានន័យថាហោះពីស្រុកខ្មែរអត់ចាំបាច់ទៅចុះនៅបាងកកចុះសង្ហបុរីចុះនៅតៃប៉េចុះនៅជប៉ុនដើម្បីដូរជើងយន្តហោះមកអាមេរិកទេគឺអត់ចាំបាច់ច្រើនមកបើយើងហោះពីខ្មែរទៅថៃទៅសិង្ហបុរីទៅម៉ាឡេទៅអីមុននឹងហោះមកអាមេរិកគឺយើងត្រូវការពេលប្រហែលជា24ម៉ោងប៉ុន្តែបើយើងហោះត្រង់ពីខ្មែរហ្មងបើនៅមកដល់ឡុងប៊ិចនៅកាលីគឺវាចិត្តគ្នាជាងចេះតែ13ម៉ោងឯងយើងចំណេញពេលចិត្ត10ម៉ោង10ម៉ោងដូច្នេះរឿងនេះគឺជាដំណឹងល្អសម្រាប់កម្ពុជានិងអាមេរិកប្រជាពលរដ្ឋខ្មែរអាមេរិកនិងភ្ញៀវអីចឹងដែរនៅពេលដែលហោះត្រង់ចឹងរយៈពេលខ្លីប្រជាពលរដ្ឋអាចចង់ទៅលេងស្រុកខ្មែរហើយចង់ធ្វើដំណើរទៅអីចឹងអារឿងខ្មែរមកលេងអាមេរិកដូចជាពិបាកសុំវីសាប៉ុន្តែបើអាមេរិកទៅលេងខ្មែរអាចថាល្អព្រោះអីសប្ងៃភ្ញៀវអាមេរិកនៅតែមានចំណាត់ថ្នាក់ខ្ពស់នៅឡើយទេនៅក្នុងការទៅលេងស្រុកខ្មែរហ្នឹងណាកិច្ចព្រមព្រៀងនេះគឺស្ថានទូតអាមេរិកតែម្ដងជាអ្នកផ្សាយថាតំណាងឲ្យអាមេរិកដែលចុះហត្ថលេខាជាមួយនឹងតំណាងខាងអាកាសចរស៊ីវិលកម្ពុជាគឺកាលពីម្សិលមិញគឺមានអាមេរិកគឺមានលោក Christopher Lando បាទលោក Christopher Lando ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកហើយចុះហត្ថលេខាជាមួយរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការឋានអាកាសចរស៊ីវិលដឹកនាំដោយលោកបណ្ឌិតម៉ៅហាវ៉ាណាល់
អញ្ចឹងកិច្ចព្រមព្រៀងនេះគឺវាជាការបើកជើងមេឃរវាងកម្ពុជានិងប្រទេសអាមេរិកហើយសង្ឃឹមថានឹងមានជើងហោះហើរត្រង់នេះក្នុងពេលឆាប់ៗថ្មីនេះដូចជាមានធនាគារកណ្ដាលមួយរបស់សហរដ្ឋអាមេរិកដូចជាដាក់ទុនវិនិយោគ$100 លានទៅវិនិយោគពលានយន្តហោះថ្មីនៅកណ្ដាលស្ទឹងដែលគេហៅពលានយន្តហោះដៃជោនោះគឺតាក់ទងនឹងធ្វើឲ្យវិស័យទេសចរណ៍នេះវិស័យអាកាសចរណ៍នេះអាចនឹងមានភាពល្អប្រសើរខ្ញុំត្រេកអរដែរនៅពេលដែលឮដំណឹងដែលតាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងកម្ពុជាហើយខ្ញុំក៏លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាពង្រឹងស្ដារវិស័យសិទ្ធិមនុស្សនិងទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកនេះឲ្យបានល្អប្រសើរជាងនេះឲ្យច្រើនទៀតដើម្បីឲ្យយើងធ្វើយ៉ាងម៉េចឲ្យទំនាក់ទំនងនេះឲ្យស្អិតល្មួតទៅយើងហូប hamburger និងឡុកឡាក់ឬក៏ filon filet ប៊ីស្ទឹកអីអាមេរិកខ្លះទៅចោលស្ពៃខ្លះទៅព្រោះយើងញ៉ាំយ៉ាងធុញហើយបាទតាក់ទងនឹងរឿងទេសចរនេះគឺថ្ងៃនេះមិនមែនតាមពិតម្សិលមិញរដ្ឋមន្ត្រីក្រសួងទេសចរលោកហួតហាក់តាមបទសម្ភាសន៍មួយជាមួយវិទ្យុសំឡេងបារាំងអន្តរជាតិជាភាសាខ្មែរ AFE នៅស្រុកខ្មែរហ្នឹងគឺគាត់ចេញមកបំភ្លឺប្រាប់ប្រជាពលរដ្ឋដែលនាំគ្នាផ្អើលពេញបណ្ដាញសង្គម Facebook ដែលថាយើងមានប្រជាពលរដ្ឋតែ18 លាននាក់ហើយទៅភ្ញៀវទេសចរនៅក្នុងស្រុកហ្នឹងវាមានតែ20 លាននាក់ហ្នឹងបានមកពីណាឥឡូវទៅគាត់ទទួលស្គាល់ការពិតថាភ្ញៀវនេះគឺជាចំនួនដងទេមិនមែនជាចំនួនអ្នកទេប៉ុន្តែអ្វីដែលគួរឲ្យចម្លែកគឺលោករដ្ឋមន្ត្រីក្រសួងទេសចរហួតហាក់នេះគាត់ថាភ្ញៀវទេសចរដែលមកកំសាន្តនៅប្រទេសកម្ពុជារយៈពេល5ខែដំបូងនេះគឺមាន20 លាន 3 សែនដងអ្នកណែវាមានអាដងអ្នកហ្នឹងទៀតស្អីគេនឹងពាក្យខ្មែរនឹងបានមកពីណាលោកហួតហាក់ដងអ្នកអាម៉េចទៅតែដងហើយតែអ្នក20 ដងអ្នកនេះថាដូចចាប់អន្ទង់អញ្ចឹងចោះបើនិយាយត្រូវថា20 ដងទៅ20 លាន 30 ដងទៅបានហើយនៅក្នុងចំណោមភ្ញៀវហ្នឹងគឺវាមិនដល់5 លានអ្នកទេបើនិយាយសរុបទៅប៉ុន្តែលោកអត់ហ៊ាននិយាយសោះហ្មងគឺចង់បំផោងតួលេខហ្នឹងឲ្យស្ដាប់មកហ្នឹងគឺភ្ញៀវហ្នឹងក៏ក្រើកសំបីតែឆ្លោះគ្នាជាមួយថៃអត់ភ្ញៀវទេសចរអន្តរជាតិធ្លាក់ 50% ហ្នឹងគឺថាយើងនៅ20 លានជាងស្ដាប់មកប្រជាពលរដ្ឋហ្នឹងគឺសង្ឃឹមគ្រប់គ្នាតែចង់ដាច់ពោះហើយសង្ឃឹមខ្ចល់ណាបងប្អូនយើងចូលចិត្តអាវប្បធម៌ប្រជាពិធឲ្យប្រជាពលរដ្ឋឃើញតែតួលេខយើងបំប៉ោងតួលេខគេហៅថាបរិមាណមិនមែនគុណភាពទេយើងខ្វល់រឿងបរិមាណហ្នឹងអានេះហើយគឺជាគ្រោះថ្នាក់ណាស់សម្រាប់ជាតិយើងបងប្អូនទទួលស្គាល់ការពិតថាអានឹងជាដងមិនអ្នកទេហើយដងគឺវាយល់ហើយឥឡូវគាត់បញ្យល់ចេះអារឿង20 លានដងហ្នឹងគឺគាត់សំដៅទៅលើពេលដែលមានពិធីវងតន្ត្រីអីប្រគំផ្សាយផ្ទាល់អីគឺវាស់ការ៉េយកហ្មងអាហ្នឹងក៏គិតថាភ្ញៀវដែរអញ្ចឹងមួយការ៉េហ្នឹងបើគេគុណគូទៅមួយការ៉េ4ជ្រុង5នាក់អញ្ចឹងគុណទៅរាប់100ការ៉េ500នាក់1000ការ៉េ5000នាក់10000ការ៉េ50000នាក់អីអញ្ចឹងទៅអាហ្នឹងនៅក្នុងមួយពិភពតន្ត្រីអីចឹងទៅអាហ្នឹងរាប់មួយអញ្ចឹងរាប់ចំនួនរាប់មនុស្សហើយក៏ប៉ុន្តែអ្នកតដែលចេញទៅខេត្តផ្សេងប្រគំតន្ត្រីខេត្តផ្សេងអីឲ្យតែអ្នកធ្វើដំណើរចូលហាងទៅហូបអីក៏ដោយសំបីអ្នកមូលដ្ឋានហ្នឹងចេញពីផ្ទះមកហូបកាទៀវរាប់ថាភ្ញៀវទេសចរអញ្ចឹងទៅដើរចូលទីប្រជុំជនអីកន្លែងណារាប់កន្លែងរាប់ឡានឆ្លងកាត់ខេត្តក៏រាប់ថាជាភ្ញៀវទេសចរអញ្ចឹងរាប់ទាំងអស់តើរាប់ទៅគឺបាន20 លាន30ម៉ឺន20 លាន 3 សែនបងប្អូនឥឡូវនេះរឿងមួយទៀតដែលលោកហួតហាក់បង្ហាញថាអាភ្ញៀវទេសចរដែលគាត់ថា20 លាន 3 សែនអ្នកហ្នឹងតែតាមពិតមិនមែនទេគឺ3 លាន20 លាន 3 សែនដងនេះគឺរាប់ទាំងភ្ញៀវអន្តរជាតិទៅទៀតឲ្យតែនៅក្នុងស្រុកអញ្ចឹងភ្ញៀវអន្តរជាតិមានប្រហែលបងប្អូន1 លានអ្នកជាងដែលចូលមក5ខែហ្នឹងដែលធ្លាក់ចុះពាក់កណ្ដាលភាគរយឥឡូវយក1 លានអ្នកជាងហ្នឹងមកបូកជាមួយភ្ញៀវខ្មែរហើយទៅបំប៉ោងថា20 លានអញ្ចឹងសរុបទៅភ្ញៀវដែលដើរពេញផ្ទៃប្រទេសសពថ្ងៃដែលគាត់រាប់ហ្នឹងមានមិនដល់5 លានអ្នកទេទាំងភ្ញៀវបរទេសទៀតអញ្ចឹងភ្ញៀវខ្មែរក្នុងស្រុកហ្នឹងប្រហែលជា2 លាន 3 លានអ្នកហ្នឹងតែប៉ុណ្្នឹងឯង
ហើយ20លានហ្នឹងគឺ20លានដងព្រោះគាត់រាប់ទាំងអ្នកចូលហូបកាទៀវគាត់រាប់ទាំងអ្នកទៅមើលសននៅមើលណែ concert គាត់រាប់ទៅអាបុណ្យសង្ក្រាន្តវត្តភ្នំអីលាក់ហ្នឹងដូច្នេះសរុបសេចក្តីមកតែយើងវាមួម៉ៅអីនឹងគាត់អីខ្ញុំថាមិនមួម៉ៅនឹងរឿងលោកហួតហាក់ទេបានប្រមាណក៏បានទៅភ្ញៀវយើងអីយើងទៅបើបានច្រើនក៏ល្អដែរខ្ញុំជួយត្រេកអរតែសំខាន់វាមិនមែនតាក់ទងនឹងរឿងណែភ្ញៀវទេសចរនឹងរឿងគឺរឿងយើងអត់និយាយការពិតយើងបំប៉ោងព័ត៌មានយើងដូចថាចាប់តុងអញ្ចឹងយើងអត់ស្មោះត្រង់នឹងប្រជាពលរដ្ឋហើយដល់ពេលគេនិយាយអញ្ចឹងទៅបានចេញធ្លាក់រឿងដងមកកាលមុនអ្នករហូតអត់មានដងឯណាទេដល់ពេលឥឡូវដងអ្នកហ្នឹងកុំឲ្យបាត់ដងបាត់អ្នកសឹងដងអ្នកហ្នឹងរត់តែច្បោកច្បល់ទៀតដងអ្នកអាមិនខ្ញុំអត់ជល់ហើយបាទតែបងប្អូនគេថាយើងទៅងាប់ទៀតដែរខ្ញុំត្រេកអរបើមានភ្ញៀវទេសចរអីច្រើនទៀតក៏ល្អដែរប៉ុន្តែបើអត់ឲ្យបែរជាយើងថាច្រើនហ្នឹងវាធ្វើឲ្យប្រជាពលរដ្ឋអ្នករត់ទុករត់អាម៉ូតូកង់3 pass up អីហ្នឹងមួម៉ៅមគ្គុទ្ទេសក៍ទេសចរអីហ្នឹងគ្នាចោះណៃណាមនុស្សនឹងណៃណាបាទឥឡូវចូលដល់10ឆ្នាំចងចាំលោកបណ្ឌិតកែមលីពុំមានថ្ងៃដែលអាចបំភ្លេចបានបាទបងប្អូនតកតងនឹងខួប10ឆ្នាំនៃគិតកម្មលោកបណ្ឌិតកែមលីនេះគឺប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោកដែលជាទូទៅធ្វើពិធីនេះរៀងរាល់ឆ្នាំគឺថ្ងៃទី10ខែកក្កដាឆ្នាំ2026នេះគឺខួប10ឆ្នាំនៃការធ្វើឃាតលោកបណ្ឌិតកែមលីនៅឯស្តុបបូកូនៅក្រសាំងកាល់តិចដូច្នេះ10ឆ្នាំនេះគឺប្រជាពលរដ្ឋនៅក្រៅប្រទេសនេះគឺធ្វើពិធីប្លែកជាងឆ្នាំរាល់ដងដោយសារតែយើងដឹងថាចលនាបណ្ដាញយុវជនកម្ពុជាសកលគឺរៀបចំធ្វើគ្រប់ប្រទេសគឺមានទាំងជប៉ុនអូស្ត្រាលីមានទាំងនៅកាណាដានៅបារាំងឥឡូវកាណាដាគេធ្វើមុនគេធ្វើថ្ងៃ4ខែកក្កដានេះគឺថ្ងៃសៅរ៍នេះឯងដែលក្រុមដឹកនាំមានប្អូនកុយសៅឌីនដែលជាអនុប្រធានបណ្ដាញយុវជនកម្ពុជាសកលប្រចាំនៅប្រទេសកាណាដាដែលគេនឹងធ្វើពិធីនេះនៅកេបិចគឺខេត្តកេបិចគឺក្រុងផ្លេចបាត់ហើយក្រុងផ្លេចឈ្មោះខ្ញុំតិចទៀតខ្ញុំម៉ុងរេអាល់បាទគឺគេធ្វើនៅម៉ុងរេអាល់ហើយគេនឹងធ្វើពិធីនេះរួមគ្នាជាមួយអង្គការរបស់ក្រមចលនាមេដាធម្មជាតិដែលមានកញ្ញាសុនរដ្ឋាចូលរួមផងហើយក៏មានការឃ្លាំមើលនិងសហការពីអង្គការលើកលែងទោសអន្តរជាតិ Amnesty International ផងបាទពិធីបុណ្យរំលឹកខួបនេះគឺពួកគាត់ដើរហែក្បួនដោយមានប្រធានបទមួយថាឈាមនៃការពិតតែគាត់សំដៅទៅលើការលើកស្ទួយវីរភាពនិងរំលឹកគណោបការៈនិងវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីដែលជួយកិច្ចការសិទ្ធិមនុស្សសង្គមជាច្រើនហើយនឹងតវ៉ាឲ្យដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5រូបផងហើយនឹងអ្នកទោសមនសិការទាំងអស់ផងបាទហើយកម្មវិធីនេះប្រព្រឹត្តទៅនៅទីក្រុងម៉ុងរេអាល់រដ្ឋកេបិចនៅសៅរ៍នេះបងប្អូនតាក់ទងក្រុមចលនាមេដាធម្មជាតិកញ្ញាសុនរដ្ឋាហើយនឹងប្អូនកយសៅឌីនដែលជាអនុប្រធានរបស់ចលនាកម្ពុជាបណ្ដាញយុវជនកម្ពុជាសកលហ្នឹងទៅបងប្អូនឲ្យដឹងព័ត៌មានឯនៅជប៉ុនក៏គេធ្វើដែរនៅថ្ងៃទី12អីហ្នឹងខ្ញុំនឹងសម្ភាសអ្នកដឹកនាំការតវ៉ាឬក៏ធ្វើពិធីនេះនៅជប៉ុននៅក្នុងពេលឆាប់ៗនេះបាទឥឡូវបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងប្រសង់ថៃ9អង្គសុគតដោយរថយន្តដែលបើកដោយកុមារអាយុ11ឆ្នាំបុកពេញទំហឹងពេលកំពុងធ្វើធម្មយាត្រានេះជាដំណឹងអកុសលសម្រាប់ប្រសង់ថៃណាដំណឹងនេះគឺកើតឡើងនៅថ្ងៃនេះដែលមុនហ្នឹងគឺប្រសង់9អង្គសុគតនៅនឹងកន្លែងហ្នឹងដូចជា5អង្គភ្លាមហ្នឹងគឺ4អង្គទៀតយកទៅសង្គ្រោះបន្ទាន់យ៉ាងម៉េចក៏មិនអាចនៅរស់រៀនមានបច្ចុប្បន្នតទៅទៀតដោយសារតែរថយន្តpick up ប្រភេទរថយន្តមួយបាំងកន្លះដែលបើកដោយក្មេងអាយុ11ឆ្នាំជនជាតិថៃហើយនៅថៃនៅខេត្តមួយមិនមែននៅទីក្រុងបាងកកទេខេត្តនេះមុខឈ្មោះថាមុខដាខានខេត្តដែលប្រសង់តាមពិតមានឧបាសកឧបាសិកានិងប្រសង់ទាំងអស់រួមគ្នាដូចជា39រូបប្រសង់ច្រើនប្រសង់ដូចជាមាន30អង្គជាងឯណោះដល់ពេលដែលមុនតាមផ្លូវហ្នឹងគឺជាធម្មយាត្រាទេហើយក៏ប៉ុន្តែក្មេងម្នាក់នេះ
អាយុ11ឆ្នាំគ្នាមានបញ្ហាពិការដូចថាខ្មែរយើងប្រើពាក្យថាមិនសូវគ្រប់ទឹកអីចឹងណាបងប្អូនគ្នាមានពិការវិបលាស់ផ្លូវចិត្តនឹងដែលកើតឡើងការអភិវឌ្ឍខួរក្បាលនឹងមិនគ្រប់គ្រាន់ប៉ុន្តែថ្ងៃហ្នឹងឪពុកអត់នៅផ្ទះនៅតែឯងចឹងទៅក៏ទៅយកសោឡានបើកឡានហ្នឹងចេញមកប្រុយតាមផ្លូវថ្នល់ហ្នឹងគឺបើកបច្រាស់បុកប្រសង់កំពុងតែនិមន្តធម្មយាត្រាតាមចិញ្ចើមថ្នល់ហ្នឹងគឺបុករះយកកិនដែលសគត់5អង្គភ្លាមរបួស4អង្គក៏សង្គ្រោះមិនទាន់យ៉ាងណាក៏សគត់ដល់ទៅ9អង្គហើយពេលនេះបាទនេះគឺជារឿងមួយដ៏គួរឲ្យសោកសង្រេងដែរដែលប្រសង់លោកធម្មយាត្រាដើម្បីបានសុខសន្តិភាពសេចក្តីសុខចម្រើនក៏ប៉ុន្តែគ្រោះអកុសលក៏ត្រូវសគត់តាមពិតជារឿងគ្រោះថ្នាក់ណាស់ការដែលធ្វើធម្មយាត្រាតាមផ្លូវលបឿនលឿនបែបនេះនៅអាមេរិកនេះប្រសង់ដែលធ្វើធម្មយាត្រាពី Texas មកទៅ Washington DC ហ្នឹងឡានបុកពីការកាត់ជើងទាំងពីរប្រហែលខែមុននេះដែរហ្នឹងរបួសរេលពេញផ្លូវចឹងដែរព្រោះអីពិបាកណាស់តើតដើរឬក៏ទៅនិមន្តក្នុងព្រៃអត្តដងអីទៅប្រសិទ្ធប្រសាទជាមួយនឹងយានយន្តអីលើផ្លូវលបឿនលឿនពិបាកណាស់បាទតែយ៉ាងណាឥឡូវបន្តព័ត៌មាន2បញ្ចប់មិនបាទ2ទេមួយទៀតទេតកតងនឹងរឿងការចរចាសង្គ្រាមអ៊ីរ៉ង់និងអាមេរិកឯនេះវិញគឺផ្អាកបាត់ទៀតហើយបងប្អូនការចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវផ្អាកសិនត្បិតប៉ះចំថ្ងៃដែលអ៊ីរ៉ង់នោះគេធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធមេដឹកនាំអ៊ីរ៉ង់ដែលអាមេរិកទម្លាក់គ្រាប់ស្លាប់កាលពីខែកុម្ភៈនោះកាលខែកុម្ភៈអាមេរិកទម្លាក់គ្រាប់ស្លាប់មេដឹកនាំអ៊ីរ៉ង់ច្រើនណាស់មកគ្រួសារចង់អស់ក៏មានដែរនៅក្នុងពេលប្រជុំធំហ្នឹងក៏ប៉ុន្តែការចរចាហ្នឹងគឺឮថានឹងរៀបចំធ្វើនៅទីក្រុងដូហាប្រទេសកាតាតែឥឡូវគេលើកពេលវិញហើយដោយសារតែអ៊ីរ៉ង់ក៏ថាពីថ្ងៃទី4ខែកក្កដាដល់ថ្ងៃទី9ហ្នឹងគឺគេកំពុងកាន់ទុកធ្វើពិធីធំដើម្បីរំលឹកវិញ្ញាណក្ខន្ធលោកអាយ៉ាតូឡាអាលីខាមេនេដែលត្រូវបានអាមេរិកទម្លាក់គ្រាប់ស្លាប់កាលពីខែកុម្ភៈហ្នឹងដូច្នេះរឿងនេះការចរចានេះផ្អាកសិនផ្អាកទេបងប្អូនមិនមែនបិទទេប៉ុន្តែដឹងដែរតើថាការចរចាហ្នឹងវាប៉ះចំថ្ងៃដែលគេធ្វើបុណ្យហ្នឹងហេតុអីក៏យើងមិនរៀបមុនយ៉ាប់មែនតើតែយ៉ាងណាបងប្អូនក្រុមចរចាទាំងពីរនេះនៅតែគិតថាក្រោយពីការប្រពវិញ្ញាណក្ខន្ធរបស់មេដឹកនាំរបស់អ៊ីរ៉ង់នឹងចប់ខាងអ៊ីរ៉ង់ទៅគឺគេនឹងវិលចូលតុចរចាវិញដើម្បីនិយាយសំខាន់ជាងគេដោះស្រាយរឿងច្រកហ័រមូសសិនឥឡូវទុករឿងអាវុធបរមាណូមួយឡែកទៀតសិនណារឿងហ្នឹងគឺអត់ចប់ទេបងប្អូនហ្នឹងហើយយើងនឹងតាមដានព័ត៌មាននេះបន្តទៅទៀតបងប្អូនហើយរាត្រីសួស្តីបងប្អូននៅស្រុកខ្មែរចូលដល់ថ្ងៃទី3ទៅហើយគឺរំលងអាត្រិតចូលដល់ព្រឹកថ្ងៃទី3ខែកក្កដាឆ្នាំ2026ហើយនៅខាងឡុងបិចឯនេះគឺម៉ោង10ព្រឹកបាទអញ្ចឹងនៅខាងនោះម៉ោងរំលងអាត្រិតបាទខ្ញុំសូមអរគុណបងប្អូនចំពោះការត្រង់ត្រាប់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមដល់ចប់ជម្រាបលាត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីនេះតាមពេលវេលានិងម៉ោងដដែលបាទសូមអរគុណសូមជម្រាបលា